នៅថ្ងៃទី4 ខែមិថុនា ឆ្នាំ 1949 ពោលគឺរយៈពេល 76 ឆ្នាំមុន លោកប្រធានាធិបតីបារាំង វ៉ាងសុង អូរយ៉ូល បានចុះហត្ថលេខាប្រគល់ទឹកដីខ្មែរកម្ពុជាក្រោម ដែលបារាំងហៅថា កូសាំងស៊ីន ឲ្យទៅវៀតណាម ហើយវាគឺជាថ្ងៃដែលបានបន្តដកជាប់នៅក្នុងក្រអៅបេះដូងកូនខ្មែរគ្រប់ជំនាន់ដែលមិនអាចបំភ្លេចបាន បារាំងបានកាត់ខ្មែរកម្ពុជាក្រោមឲ្យទៅវៀតណាម ដោយមិនបានប្រាប់កម្ពុជាមួយម៉ាត់ ហើយរឿងរ៉ាវមួយនេះបាននឹងកំពុងតែបន្តនៅភាពចម្រូងចម្រាសដល់កូនខ្មែរគ្រប់ជំនាន់ដែលមានអ្នកខ្លះថាខ្មែរក្រោមនៅតែជាខ្មែរនៅតែជាទឹកដីរបស់ខ្មែរដែលមិនអាចប្រកែកបានចំណែកខ្មែរមួយក្រុមទៀតថាខ្មែរក្រមលេងបន្តជារបស់ខ្មែរទៀតហើយខ្មែរគ្មានសិទ្ធិអ្វីមកចាត់ចែងរៀបចំដែនដីនេះទេហើយក្រុមដែលបានលើកឡើងបែបនេះតែងតែទទួលរងនូវពាក្យរិះគន់ជេរស្ដីពីប្រជាពលរដ្ឋខ្មែរដែលមានគំនិតជាតិនិយមហើយនៅក្នុងនោះក៏មានដែរអ្នកនយោបាយមួយចំនួនបានសន្យាថាពួកគេនឹងសាររើមើលឡើងវិញទៅលើលទ្ធភាពដែលអាចទៅរួចដើម្បីទាមទារយកខ្មែរកម្ពុជាក្រមមកវិញហើយអ្នកនយោបាយទាំងនោះតែងតែទទួលបាននូវការគ្រប់គ្រងយ៉ាងច្រើនហួសលុបពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទៅជាខ្មែរតែមួយយើងត្រូវតែលើកតម្កើងត្រូវតែការពារទាំងអស់គ្នានឹងឲ្យតែទៅជាអ្នកស្នេហាជាតិប្រកបខ្មែរលើខ្មែរកដាលខ្មែរក្រមគឺជាខ្មែរតែមួយនេះជាពាក្យស្លោកមួយដែលពេញនិយមប្រើនាពេលសប្តាហ៍នេះដើម្បីបង្ហាញនូវមនោសញ្ចេតនានឹកនាដល់ខ្មែរគ្រប់ទីឋានឃ្លានេះក៏បានរំលឹកផងដែរទៅដល់សម័យកាលដែលខ្មែរមានវិសាលភាពទឹកដីធំធេងក្នុងនាមជាអាណាចក្រខ្មែរដែលបានគ្រប់ទៅដល់ទៅលើខ្មែរលើខ្មែរកដាលខ្មែរក្រមគឺសុទ្ធសឹងតែជាអតីតទឹកដីរបស់អាណាចក្រខ្មែរទាំងអស់តាមពិតទៅពាក្យថាខ្មែរក្រមឬខ្មែរកម្ពុជាក្រមនេះទើបតែឃើញគេប្រើប្រាស់នៅកម្ពុជាពីទសវត្សរ៍ឆ្នាំ 1800 តែប៉ុណ្ណោះព្រោះថាការពីដើមឡើយគេស្គាល់ថាជាខ្មែរគឺខ្មែរតាមមួយម៉ាត់ដោយមិនទាន់មានពាក្យថាក្រមនៅឡើយទេតើខ្មែរក្រមមានប្រវត្តិយ៉ាងដូចម្ដេចតើខ្មែរក្រមគឺជាទឹកដីដើមរបស់ខ្មែរឬក៏របស់វៀតណាមហើយហេតុអ្វីបានជាខ្មែរក្រមត្រូវបានបាត់បង់ទៅវៀតណាមហើយមានសំណួរដ៏ក្តៅមួយទៀតគឺថាតើខ្មែរអាចទាមទារដែនដីកម្ពុជាក្រមមកវិញបានដែរឬទេនៅក្នុងវីដេអូនេះយើងនឹងរំលេចផងដែរថាតើសប្តាហ៍ថ្ងៃវៀតណាមចាត់ទុកខ្មែរក្រមយ៉ាងដូចម្ដេចនិងបង្កភាពលំបាកយ៉ាងណាដល់បងប្អូនខ្មែរកម្ពុជាក្រមនៅក្នុងវីដេអូនេះយើងនឹងសាកល្បងឆ្លើយនៅសំណួរទាំងអស់នេះក៏សូមអភ័យទោសពុកម៉ែបងប្អូនខ្មែរគ្រប់រូបគ្រប់ទីឋានប្រសិនបើពួកយើងបង្កទៅជាកំហុសនៅត្រង់ចំណុចណាមួយព្រោះថាពួកយើងបានដឹងយ៉ាងច្បាស់ថាការដែលនិយាយពីប្រវត្តិសាស្ត្រវាមិនមែនជាការងាយស្រួលនោះទេដូច្នេះហើយសូមចិត្តពុកម៉ែបងប្អូនខ្លាំងមែនទែននៅត្រង់ចំណុចនេះហើយសូមបញ្ជាក់ផងដែរថាវីដេអូនេះធ្វើឡើងក្នុងគោលបំណងតែមួយគត់គឺផ្ដល់ចំណេះដឹងបន្តិចបន្តួចឲ្យបងប្អូនខ្មែរគ្រប់ទីឋានបានស្វែងយល់បន្ថែមហើយពួកយើងនិយាយតែអ្វីដែលជាការពិតតែប៉ុណ្ណោះពោលគឺពុំមានគំនិតបង្កប់ទៅលើការរើសអើងពុជសាសការលៀបពណ៌ឬពុំមាននិន្នាការនយោបាយអ្វីនោះឡើយទោះបីជាយើងបានកើតក្រមការត្រួតត្រាអាណានិគមយួនក៏ដោយក៏យើងមានជាតិជ័រយើងជាខ្មែរយើងមិនអាចភ្លេចកំណើតយើងជាខ្មែរបានដូច្នេះអ្វីដែលយួនបានលើកឡើងហ្នឹងគឺគេចង់បំបត្តិមិនត្រឹមតែចង់បំបត្តិពូជសាសន៍ខ្មែរទេឥឡូវសូម្បីតែប្រវត្តិសាស្ត្រក៏យួនចង់បំបត្តិថែមទៀតផងអញ្ចឹងយើងមិនអាចនៅស្ងៀមបានទេក្នុងឋានៈយើងជាខ្មែរយើងត្រូវតែការពារប្រវត្តិសាស្ត្រគ្រប់ទឹកដីកម្ពុជាក្រោមនៅណាអ្នកសិក្សាប្រវត្តិសាស្ត្រខ្មែរក្រមប្រកាសជាបានដឹងយ៉ាងច្បាស់ថាមានរឿងរ៉ាវច្រើនណាស់ដែលជនជាតិវៀតណាមបានធ្វើបាបខ្មែរក្រមក្នុងនោះមានតាំងពីព្រឹត្តិការណ៍កំពប់តេអង់ការបង្ខំឲ្យខ្មែរជីកព្រៃប៊ីងទេរួចទម្លាយទំនប់ទឹកដើម្បីសម្លាប់ខ្មែរការដើរសម្លាប់ប្រជាពលរដ្ឋខ្មែរដើម្បីឲ្យឧកញ៉ាសឿនគួយចេញមកប្រកួតខ្លួននិងការប៉ិនប៉ងកំទេចវត្តអារាមលុបបំបត្តិវប្បធម៌ខ្មែរក្រមជាដើមទាំងអស់នេះសបញ្ជាក់ឲ្យឃើញថាវៀតណាមមិនបានប្រកាន់មីគាសន្តិភាពជាមួយនឹងពលរដ្ឋខ្មែរក្រមដែលជាម្ចាស់ស្រុកនោះទេវៀតណាមក៏មិនខុសពីថៃប្រមាណដែរពួកគេបានបំភ្លៃមានទទួលស្គាល់ការពិតដោយរដ្ឋាភិបាលវៀតណាមបែរជានិយាយថាប្រវត្តិសាស្ត្រនៃដែនដីកម្ពុជាក្រមឬវៀតណាមហៅថាតំបន់ណាំបូបានឆ្លងកាត់បាន3ដំណាក់កាលរួចមកហើយមកទល់នឹងពេលនេះគឺដំណាក់កាលហ្វូណនជៀនឡានិងវៀតណាមបើដូចជាការអាងរបស់រដ្ឋាភិបាលវៀតណាមវិញនោះប្រការនេះមានន័យថាគ្មានឡើយសម័យមហានគរឬសម័យអាណាចក្រខ្មែរដែលបានគ្រប់គ្រងទឹកដីលាតសន្ធឹងរហូតដល់ដែនដីខ្មែរកម្ពុជាក្រមឬគ្មានឡើយនគរចម្ប៉ារបស់ជនជាតិចាមដែលត្រូវបានវៀតណាមលេបត្របាក់មុនពេលដែលពួកគេចូលមកឈ្លានពានយកដែនដីខ្មែរកម្ពុជាក្រមនោះពួកគេសង្កត់ធ្ងន់ថាប្រការសំខាន់គឺជនជាតិវៀតណាមបានចូលមកកាន់កាប់និងរួមប្រស័យក្នុងការកាប់ឆ្ការដីតំបន់នោះដោយគ្មានការប្រើអាវុធនិងធ្វើសង្គ្រាមឡើយគឺដោយមានកិច្ចសន្តិភាពនិងកិច្ចសហការជាមួយនឹងបណ្ដាជនជាតិផ្សេងៗពួកគេថាតាមរយៈតេឡេកទាំងអស់នេះហើយដែលបានបញ្ជាក់ថាវៀតណាមគឺជាម្ចាស់កម្មសិទ្ធិនៅលើដែនដីសណ្ដោទន្លេមេគង្គមួយនេះក៏ប៉ុន្តែចំពោះអ្នកសិក្សាប្រវត្តិសាស្ត្រណាក៏បានដឹងដែរថាមុនមកដល់ខ្មែរកម្ពុជាក្រមជនជាតិវៀតណាមត្រូវបានឆ្លងកាត់នគរចម្ប៉ាជាមុនសិន
ជាងនេះទៅទៀតនៅត្រង់ចំណុចដែលរដ្ឋាភិបាលវៀតណាមបានលើកឡើងថាជនជាតិវៀតណាមបានចូលមកកាន់កាប់និងរួមប្រស្រ័យក្នុងការកាប់ឆ្ការដីនៅកម្ពុជាក្រោមដោយគ្មានការប្រើអាវុធនិងធ្វើសង្គ្រាមនោះពលគឺមកដោយមានគាសន្តិភាពស្អីគេនោះគឺជារឿងផ្ទុយពីការពិតបាត់ទៅហើយបាននេះក្នុងឋានៈយើងជាខ្មែរយើងត្រូវតែការពារប្រវត្តិសាស្ត្រព្រោះទឹកដីកម្ពុជាក្រោមនរណាក៏ដឹងដែរថាខ្មែរជាអ្នកកាប់ខ្លាចឆ្ការព្រៃមុនគេខ្មែរយើងវិញគឺរស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នឹងមុនគេផងចាស់ជាងគេផងណាមានប្រវត្តិសាស្ត្រជាង 2000 ឆ្នាំមុនគ្រិស្តសករាជសប្តាហ៍ថ្ងៃនេះវៀតណាមបានកំពុងតែបន្តព្យាយាមលុបបំបាត់ពលរដ្ឋខ្មែរក្រមជាបន្តបន្ទាប់នៅក្នុងរបាយការណ៍ដែលមានចំណងជើងថាលក្ខណៈជាមូលដ្ឋានរបស់ជនជាតិភាគតិចចំនួន53នៅក្នុងឆ្នាំ2009ដែលបានផ្សព្វផ្សាយដល់រដ្ឋាភិបាលវៀតណាមកាលពីខែឧសភាឆ្នាំ2020បានបង្ហាញថាចំនួនប្រជាជនសរុបនៃជនជាតិទាំង53នៅក្នុងប្រទេសវៀតណាមមានចំនួនប្រមាណជា8លាន6សែននាក់ក្នុងនោះមានចំនួនពលរដ្ឋខ្មែរក្រមជាង1លាន3សែននាក់តួលេខនេះបង្ហាញថាចំនួនពលរដ្ឋខ្មែរក្រមស្ថិតនៅលើលេខរៀងទី5ដែលមានប្រជាជនច្រើនជាងគេនៅក្នុងចំណោមជនជាតិ53បន្ទាប់ពីជនជាតិតាយជនជាតិថៃជនជាតិមឿងនិងជនជាតិម៉ុងចំណែកជនជាតិចាមដែលជាអតីតនៃនគរចម្ប៉ាដែលវៀតណាមបានគ្រប់គ្រងតាំងពីឆ្នាំ1471នោះគឺមានចំនួនមិនដល់2សែននាក់ផងនាពេលបច្ចុប្បន្ននេះបើផ្អែកតាមរបាយការណ៍ជំរឿនដោយរដ្ឋាភិបាលវៀតណាមគួររំលឹកផងដែរថារដ្ឋាភិបាលវៀតណាមធ្លាប់បានអះអាងកាលពី30ឆ្នាំមុនថាពលរដ្ឋខ្មែរក្រមមានចំនួនជាង1លាននាក់ក៏ប៉ុន្តែរហូតមកដល់30ឆ្នាំក្រោយមករដ្ឋាភិបាលវៀតណាមនៅតែអះអាងថាពលរដ្ឋខ្មែរក្រមមានចំនួនជាង1លាននាក់ដដែលបន្ថែមពីនេះកាលពីឆ្នាំ2009រដ្ឋាភិបាលវៀតណាមថាខ្មែរក្រមមានចំនួនតែជាង1លាន2សែននាក់ហើយមកដល់ឆ្នាំ2019វៀតណាមនៅតែអះអាងថាខ្មែរក្រមមានចំនួនជាង1លាន3សែននាក់បើផ្អែកទៅតាមតួលេខនេះបញ្ជាក់ថានៅក្នុងរយៈពេល10ឆ្នាំចុងក្រោយនេះខ្មែរក្រមកើនមិនដល់60000នាក់ផងក៏ប៉ុន្តែសម្រាប់សហព័ន្ធខ្មែរកម្ពុជាក្រមនិងអង្គការប្រជាជាតិនិងប្រជាជនគ្មានតំណែងហៅកាត់ថា UNPO វិញប្រជាជនខ្មែរក្រមមានមិនតិចជាង7លាននាក់នោះទេនាពេលបច្ចុប្បន្ននេះអនុប្រធានសហព័ន្ធខ្មែរកម្ពុជាក្រមលោកម៉ៅមួយនេះថ្លែងថាតួលេខរដ្ឋាភិបាលវៀតណាមនេះគឺខ្មែរក្រមមិនអាចទទួលយកបាននោះទេលោកថាចំនួនពលរដ្ឋខ្មែរក្រមដែលមានជាង1លាន3សែននាក់នោះគ្រាន់តែជាតួលេខដែលរដ្ឋាភិបាលវៀតណាមបង្កើតឡើងដើម្បីបង្ក្រប់កិច្ចឲ្យស្របទៅនឹងគោលនយោបាយរបស់វៀតណាមដែលថាខ្មែរក្រមគឺជាជនជាតិភាគតិចតែប៉ុណ្ណោះម្យ៉ាងទៀតលោកអះអាងថាពលរដ្ឋខ្មែរក្រមមិនដែលបានបំពេញបែបបទលើទម្រង់ធ្វើជំរឿនប្រជាជននិងដំណើរឋានរបស់រដ្ឋាភិបាលវៀតណាមនោះឡើយលោកចោទសួរថាតើរដ្ឋាភិបាលវៀតណាមបានតួលេខខ្មែរក្រមនេះមកពីណា Hundreds of members of the Khmer Kampuchea Krom community and their supporters have clashed with riot police outside of the Vietnamese embassy in the Cambodian capital, Phnom Penh. មានរឿងរ៉ាវច្រើនណាស់ដែលយើងត្រូវតែដឹងនិងស្វែងយល់បន្ថែមពីដែនដីដ៏កំសត់មួយនេះខ្មែរក្រមសប្តាហ៍ថ្ងៃរស់នៅដោយគ្មានសេរីភាពពេញលេញក្នុងនាមជាម្ចាស់ស្រុកទៀតនោះទេគឺរស់នៅដោយខ្លាចមុខខ្លាចក្រោយសូម្បីតែភាសាខ្លួនឯងក៏ត្រូវបានវៀតណាមមិនអោយសិក្សាហើយប្រវត្តិសាស្ត្រក៏ត្រូវបានគេបំភ្លៃការនិយាយស្ដីក៏ត្រូវបានរឹតបន្តឹងហើយប្រវត្តិសាស្ត្រក៏ត្រូវបានប្រឌិតផ្សព្វផ្សាយឲ្យខ្មែរស្ដាប់ថែមទៀតផងសប្តាហ៍ថ្ងៃនេះពលរដ្ឋខ្មែរក្រមណាដែលចង់ចាស់ចង់ដឹងពីភាសាប្រពៃណីវប្បធម៌ពីប្រវត្តិសាស្ត្ររបស់ខ្លួនគឺមានតែតលួចរៀននៅតាមទីវត្តអារាមតែប៉ុណ្ណោះហើយវៀតណាមក៏មិនអនុញ្ញាតឲ្យរៀនស្រួលៗនោះដែរគឺបន្តធ្វើទុកបុកម្នេញដល់ប្រសង់ខ្មែរក្រមតាមរយៈការប្រមាថការចាប់សឹកការវិដំចាប់ឃុំឃាំងជាដើមលោកម៉ៅមួយនេះមានប្រសាសន៍ថាការដែលរដ្ឋាភិបាលវៀតណាមបង្ហាញចំនួនពលរដ្ឋខ្មែរក្រមមានចំនួនតិចនេះវៀតណាមក៏មានចេតនាចង់បន្សាបនៅឥទ្ធិពលនៃការទាមទាររបស់ខ្មែរក្រមនៅឯក្រៅប្រទេសដែលកំពុងតែទាមទារឲ្យរដ្ឋាភិបាលវៀតណាមគោរពទៅលើសិទ្ធិសេរីភាពនិងសិទ្ធិសម្រេចជោគវាសនាដោយខ្លួនឯងរបស់ខ្មែរក្រមដែលជាម្ចាស់ស្រុកនិងជនជាតិដើមនៅឯកម្ពុជាក្រមលោកថាដើម្បីកុំឲ្យមានការរិះគន់ឬដើម្បីធ្វើការជំរឿនពលរដ្ឋខ្មែរក្រមឲ្យមានតម្លាភាពនិងអាចទទួលយកបានរដ្ឋាភិបាលវៀតណាមគួរតែអនុញ្ញាតឲ្យសហព័ន្ធខ្មែរកម្ពុជាក្រមឬអង្គការក្រៅរដ្ឋាភិបាលដែលឯករាជ្យចូលរួមក្នុងដំណើរការនៃជំរឿនមួយនេះរដ្ឋាភិបាលវៀតណាមបានអះអាងថាជំរឿននេះធ្វើឡើងតាមរយៈការអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរក្រមបំពេញទម្រង់ព័ត៌មាននិងកម្រងសំណួរដែលរដ្ឋាភិបាលបានរៀបចំចាត់ចែងឲ្យប្រជាពលរដ្ឋបំពេញបើទោះបីជាយ៉ាងណាក៏ដោយមានពលរដ្ឋខ្មែរក្រមបានឲ្យដឹងថាពួកគេមិនដែលបានធ្លាប់បំពេញទម្រង់ឬធ្វើជំរឿនអ្វីនោះឡើយបញ្ជាក់បងប្អូនថាទិន្នន័យទាំងអស់នេះគឺពួកយើងបានដកស្រង់ចេញពីវិទ្យុសំឡេងកម្ពុជាក្រមដែលជាកម្មវិធីផ្សាយព័ត៌មានផលិតដោយនាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រមដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកជាបន្តទៅទៀតនេះយើងនឹងមកត្រួតពិនិត្យស្នាមប្រវត្តិសាស្ត្រដោយសង្ខេបថាតើខ្មែរកម្ពុជាក្រមឬដែលបារាំងហៅថាកូស្តង់ស៊ីននេះមានរឿងរ៉ាវយ៉ាងណាខ្លះឆ្នាំ1523ខ្មែរក្រមប្រុសស្រីកើតក្តីបកបងជ័យជ
ជាថាទីពីរដួលក៏ជុំហចោលរៀងក្រីក្រការប្រពន្ធយូរ ផែនទីដែនដីកម្ពុជាក្រោមមានផ្ទៃដី 68,965 គីឡូម៉ែត្រការ៉េគឺមានទំហំស្ទើរតែពាក់កណ្ដាលទៅហើយនៃប្រទេសកម្ពុជាសប្តាហ៍ថ្ងៃកម្ពុជាក្រោមមានខេត្តខ្មែរសរុប21ខេត្តក្រុងពាណិជ្ជកម្មអន្តរជាតិចំនួន2គឺក្រុងព្រៃនគរដែលសប្តាហ៍ថ្ងៃនេះវៀតណាមហៅថាទីក្រុងហូជីមិញនិងទីក្រុងអូកែវដែលស្ថិតនៅខេត្តប៉ូលីវកម្ពុជាក្រោមក៏មានដែរកោះប្រវត្តិសាស្ត្រធំៗចំនួន2គឺកោះត្រល់ដែលមានផ្ទៃដី 593.1 គីឡូម៉ែត្រការ៉េនិងកោះត្រឡាចមានផ្ទៃដី 75.3 គីឡូម៉ែត្រការ៉េបងប្អូនគ្រាន់តែកោះត្រល់មួយមានទំហំជិតប៉ុនប្រទេសសិង្ហបុរីមួយបាត់ទៅហើយដែនដីដ៏កំសត់មួយនេះក៏ធ្លាប់ស្ថិតនៅក្រោមនឹមអាណានិគមបារាំងចំនួន90ឆ្នាំដោយកម្ពុជាដែរគឺចាប់តាំងពីឆ្នាំ1859ដល់ឆ្នាំ1949កម្ពុជាក្រោមជាដែនដីមួយភាគនៅប៉ែកខាងកើតប្រទេសកម្ពុជាសម័យបច្ចុប្បន្នកាលពីសម័យដើមដែនដីនេះមានឈ្មោះថាកម្ពុជាទឹកលិចតាមឯកសារប្រវត្តិសាស្ត្របានឲ្យដឹងថាកាលពីសម័យនោះព្រះរាជាណាចក្រកម្ពុជាមានវិសាលភាពទឹកដីធំធេងណាស់ដែលអ្នកប្រវត្តិសាស្ត្រជាទូទៅហៅថាអាណាចក្រខ្មែរនៅក្នុងសម័យកាលនោះប្រទេសកម្ពុជាគឺជាប្រទេសចក្រពត្តិដែលមានឥទ្ធិពលនិងឫទ្ធានុភាពទៅលើប្រទេសនានាដូចជាប្រទេសចម្ប៉ាប្រទេសមូននិងប្រទេសជ្វាផងដែរហើយការដែលមានឈ្មោះថាកម្ពុជាទឹកលិចនេះពីព្រោះថាកាលពីសម័យនោះមានតែប្រទេសកម្ពុជាកណ្ដាលទេដែលជាប្រទេសដីគោកចំណែកដែនដីប៉ែកខាងកើតពោលគឺកម្ពុជាក្រោមសព្វថ្ងៃនៅជាប្រជុំកោះនៅឡើយនៅទីនោះពុំសូវមានបណ្ដាប្រជាជនខ្មែររស់នៅទេដោយសារតែខ្មែរពុំសូវចូលចិត្តរស់នៅតាមមាត់សមុទ្រដែលមានរបរនេសាទត្រីជាមុខរបរម្ល៉េះហើយទើបព្រះមហាក្សត្រខ្មែរពុំបានយកប្រទេសទុកដាក់ជាចម្បងក្នុងការត្រួតពិនិត្យដែនដីឲ្យបានហ្មត់ចត់ប្រមាណនោះដែរមហាអាណាចក្រខ្មែរមានព្រំដែនទល់នឹងប្រទេសចម្ប៉ាដែលសព្វថ្ងៃនៅខេត្តមានធួនខាងកើតទល់នឹងសមុទ្រចិនខាងលិចទល់នឹងទន្លេសាឡូអនឬទន្លេសាវិនប្រទេសភូមាសព្វថ្ងៃនិងខាងត្បូងទល់នឹងឈូងសមុទ្រសៀមលុះប្រហែលមួយសតវត្សក្រោយមកកម្ពុជាទឹកលិចបានប្រែក្លាយទៅជាដែនដីគោកតាមរយៈដីល្បាប់ទន្លេមេគង្គហូរចាក់ហើយនៅពេលនោះហើយទើបប្រជារាស្ត្រខ្មែរបានចាប់ផ្ដើមនឹមគ្នាមករស់នៅយ៉ាងចន្ទកកហើយថែមទាំងមានកំពង់ផែមួយដ៏ធំនោះគឺកំពង់ផែព្រៃនគរដែលសប្តាហ៍ថ្ងៃនេះគឺជាទីក្រុងហូជីមិញឬសៃកនបងប្អូនជនជាតិយួនណាមនេះទើបតែមានវត្តមាននៅកម្ពុជាក្រោមគឺនៅក្រោយឆ្នាំ1471គឺនៅពេលដែលពួកគេបានលេបត្របាក់យកនគរចម្ប៉ាតែប៉ុណ្ណោះដោយនេះចំពោះការដែលរដ្ឋាភិបាលវៀតណាមថាពួកគេបានមកកាប់ឆ្ការព្រៃដោយមីគាសន្តិភាពស្អីគេនោះគឺជារឿងបោកប្រាស់ជារឿងបំភ្លៃប្រវត្តិសាស្ត្រការពិតសុទ្ធសាធហើយការដែលពួកយួនបន្តហូរចាក់ចុះមកភាគខាងត្បូងឬមកកម្ពុជាក្រោមនេះគឺវាមានអង្គហេតុរបស់វាហើយយើងជឿជាក់ថាបងប្អូនប្រកាសជាធ្លាប់បានឮស្ដេចខ្មែរយកប្រពន្ធយួនហើយមិនអត់ឬក៏ប្រហែលជាបងប្អូនធ្លាប់បានឮថាយួនខ្ចីដីខ្មែរដើម្បីហាត់ទ័ពជាដើមទាំងអស់នេះគឺជារឿងពិតដែលបានកើតឡើងនៅក្នុងរាជការព្រះបាទជ័យជេដ្ឋាទី2ហើយវាគឺជាដើមចំដ៏ចម្បងបំផុតដែលនាំឲ្យកម្ពុជាក្រោមត្រូវបានបាត់បង់នេះឯងតើនាពេលនោះមានរឿងរ៉ាវយ៉ាងណាខ្លះដែលនាំឲ្យពួកយួនណាមហូរចុះមកភាគខាងត្បូងដោយទឹកបាក់ទំនប់បែបនេះតើយួនខ្ចីដីខ្មែរដើម្បីហាត់ទ័ពឬមានគំនិតប្លន់ដីខ្មែរតើមូលហេតុអ្វីបានជានាំឲ្យបារាំងកាត់ដែនដីកម្ពុជាក្រោមនេះឲ្យទៅវៀតណាមដោយគ្មានសួរកម្ពុជាមួយម៉ាត់តើយើងអាចទាមទារដែនដីដ៏កំសត់មួយនេះពីវៀតណាមបានមកវិញដែរឬទេនៅក្នុងវីដេអូភាគ2ពួកយើងនឹងសាកល្បងឆ្លើយនៅសំណួរទាំងនេះអញ្ចឹងសូមពុកម៉ែបងប្អូនទាំងអស់គ្នារងចាំតាមដាននៅភាគ2នាពេលខាងមុខឆាប់ៗនេះឯករាជ្យទេគាត់បែបមិនបាននឹកឃើញចំណុចហ្នឹងឯងគាត់នឹកឃើញថាតើកម្ពុជាអាចដណ្ដើមយកកម្ពុជាក្រោមមកវិញបានឬទេឆ្លើយយ៉ាងខ្លីសិនលោកបណ្ឌិតបានឬមិនបានខ្ញុំមានសង្ឃឹមច្រើនប៉ុន្តែមានជំរើសច្រើនមុននឹងទៀមទាយកទៅដីយើងសន្យាចំពោះលោកអ្នកស្ដាប់ថាថ្ងៃណាមួយយើងនឹងទៅជែកគ្នាម្ដងទៀតថាតើធ្វើយ៉ាងម៉េចដើម្បីបានទៅកម្ពុជាក្រោមវិញដោយសារអីយើងមានទាំងកត្តានយោបាយយើងមានទាំងកត្តាច្បាប់យើងមានទាំងកត្តាភូមិសាស្ត្រវិទ្យាសាស្ត្រប្រជាសាស្ត្រហើយកត្តាវប្បធម៌ទៅទៀតវត្តអារាមប្រពៃណីទំនៀមទម្លាប់យើងនៅច្រើនណាកាលណាគេយកទៅផ្ដឹងផ្ដល់របៀបរបបហ្នឹងគឺយើងអាចផ្ដឹងផ្ដល់បានដូចផ្លូវច្បាប់យើងមានផែនទីតម្កល់នៅអង្គការសហប្រជាជាតិមិនដែរហើយយើងមានតែប្រទេសមួយប្រទេសទី3មួយបកគលឲ្យហើយអញ្ចឹងថាតើផ្លូវច្បាប់យ៉ាងណាដែរខ្ញុំគិតថាជំនាន់ហ្នឹងគឺមានន័យថារដ្ឋាភិបាលកម្ពុជាមិនបានបកគលឲ្យទេគឺមានប្រទេសមួយបកគលឲ្យអញ្ចឹងបើសិនជាប្រទេសមួយបកគលឲ្យអញ្ចឹងខ្ញុំអាចបកគលអាមេរិកហ្នឹងទៅឲ្យចិនបានមែនទេហើយចិនអាចទៅគ្រប់គ្រងនឹងបានអត់បានទេតើអាមេរិកហ្នឹងបកគលឲ្យដែរបាទអរគុណខ្ញុំនិយាយទៅខាង